ក្នុងចំណោមបណ្ដារដ្ឋទាំង5ក្នុងពិភពឥណ្ឌូចិនបើសិនជាយើងមើលតែពីសម្បកក្រៅដោយឈរតែលើកត្តាប្រវត្តិសាស្ត្រនិងសេដ្ឋកិច្ចយើងប្រកាសជានឹងឃើញថាថៃគឺជាព្រះរាជាណាចក្រមួយដែលមានស្ថិរភាពជាងគេត្បិតសាវតាប្រទេសនេះមិនធ្លាប់ដែលឆ្លងកាត់ឡើយជារដ្ឋចំណុះក្រោមបណ្ដាប្រទេសអឺរ៉ុបអាណានិគមនិងមិនដែលធ្លាប់ភ្លក់ឡើយនៅសង្គ្រាមធំៗតាមខ្សែបន្ទាត់ព្រំដែនប៉ុន្តែធៀបពិតប្រទេសមួយនេះគឺតែងតែជួបប្រទះនៅការបែកបាក់ផ្ទៃក្នុងជាច្រើនទៅច្រើនសារម្ដងហើយម្ដងទៀតរ៉ាំរ៉ៃមិនចេះចប់មកទល់នឹងសពថ្ងៃចូលកុំភ្លេចថាបណ្ដារដ្ឋប្រហារយោធាដែលបានកើតឡើងជាបន្តបន្ទាប់ក្នុងប្រទេសនេះហើយអាចនឹងកើតឡើងទៅក្នុងពេលអនាគតគឺបានបង្ហាញយ៉ាងច្បាស់ពីអសាមគ្គីភាពផ្ទៃក្នុងរបស់ប្រទេសថៃដែលវិវត្តផ្ដើមមកពីការប្រេះស្រាំគ្នារវាងមួយផ្នែកជាព្រះរាជវាំងប្រកាន់របបសក្តិភូមិប្រតិការនិងម្ខាងទៀតជាក្រមយោធាដែលមានគំនិតចម្រើននិយមនៅឆ្នាំ1932និងក្រោយមកទៀតក៏វាបានប្រែធាតុគ្នាទៅជាភាពប្រឆាំងគ្នារវាងក្រមអភិរក្សនិយមគ្រប់គ្រងរបបប្រជានិយមដែលមានព្រះមហាក្សត្រជាប្រមុខនិងក្រមប្រជានិយមដែលជាក្រមរដ្ឋាភិបាលស៊ីវិលដឹកនាំប្រទេសដោយសារតែមានប្រជាប្រិយភាពខ្ពស់ម្យ៉ាងទៀតអសាមគ្គីភាពផ្ទៃក្នុងក៏បង្កមកពីក្រមយោធាថៃដែលមិនចាំបាច់គិតគូរពីការការពារទឹកដីដោយសារតែមិនដែលឆ្លងកាត់សង្គ្រាមក៏បានងាកទៅរវីរវល់តែពីរឿងផ្ទៃក្នុងប្រទេសដូច្នេះហើយបានជាបន្តនៅបច្ចុប្បន្នយោធាថៃបានតាំងខ្លួនជាកម្លាំងមួយដែលមានម្ចាស់ការមិនស្រាប់បញ្ជាអ្នកនយោបាយប្រសិទ្ធជាធំដល់ខ្លួនឯងដើម្បីគៀបសង្កត់និងព្រោះរំលំរដ្ឋាភិបាលស្របច្បាប់និងលើសពីនេះទោះបីជាមិនចេញមុខខ្លាំងឥទ្ធិពលរបស់ព្រះមហាក្សត្រថៃគឺធំលើសពីពួកយោធាទៀតនិងមានឥទ្ធិពលធំហួសពីសេចក្តីចែងក្នុងរដ្ឋធម្មនុញ្ញទៀតត្បិតអ្នកត្រូវដឹងថាបើគ្មានការគ្រប់គ្រងពីព្រះបរមរាជវាំងទេនោះម្លោះរដ្ឋប្រហារជាបន្តបន្ទាប់ក្នុងប្រទេសនេះក៏ប្រហែលជាមិនទទួលជោគជ័យងាយគ្មានការបង្ហូរឈាមតតែសោះអញ្ចឹងបានទេក្រៅតែពីវិបត្តិរដ្ឋប្រហារការបែកបាក់ផ្ទៃក្នុងរបស់ប្រទេសថៃក៏បានសបញ្ជាក់តាមរយៈអស្ថិរភាពនានាតាមខ្សែបណ្ដាយព្រំដែនដូចជាព្រំដែនភាគខាងលិចជាមួយនឹងមីយ៉ាន់ម៉ាភាគខាងកើតជាមួយនឹងប្រទេសឡាវភាគអាគ្នេយ៍ជាមួយនឹងកម្ពុជានិងជាពិសេសគឺបណ្ដាកម្លាំងបះបោរចំបំបីរដ្ឋនៅភាគខាងត្បូងបំផុតនៃប្រទេសដែលមានភូមិសាស្ត្រជាប់ជាមួយនឹងម៉ាឡេស៊ីក្នុងវីដេអូនេះខ្ញុំនឹងសាកល្បងវិភាគលើបញ្ហាទឹកដីភាគខាងត្បូងរបស់ប្រទេសថៃថាក្នុងក្រតិស័កដែលពិភពលោកកំពុងតែមានភាពច្របូកច្របល់ចរន្តបំរែបំរួលភូមិសាស្ត្រនយោបាយក្នុងតំបន់ហើយនៅពេលដែលថៃកំពុងតែជួបការបែកបាក់ផ្ទៃក្នុងជាញឹកញាប់តើក្នុងពេលអនាគតអធិការដ៏រ៉ាំរ៉ៃនិងស្មុគស្មាញអូបន្លាយអស់ជាង60ឆ្នាំកន្លងមកនេះអាចនឹងបំបែកផែនទីប្រទេសថៃជាពីរបានដែរឬទេសម្រាប់អ្នកភូមិសាស្ត្រនយោបាយវិទូកាលណាតែគេនិយាយអំពីរឿងចលនាបំបែករដ្ឋចលនានោះច្រើនតែបដិសន្ធិនៅទឹកដីណាដែលចាក់ស្រេះដោយបញ្ហាប្រវត្តិសាស្ត្របូរណភាពទឹកដីវប្បធម៌និងសាសនាហើយភាគច្រើនចលនានេះច្រើនតែកើតឡើងនៅប្រទេសណាដែលសម្បូរដោយក្រុមជនជាតិភាគតិចរីឯបញ្ហានៅផ្នែកខាងចុងបំផុតនៃភាគខាងត្បូងរបស់ប្រទេសថៃគៀកនឹងជ្រោយម៉ាឡាយូនេះក៏មានដើមចមនៃបញ្ហាមិនខុសពីការរៀបរាប់ខាងលើដែរត្បិតចាប់តាំងពីសតវត្សទី14មកទឹកដីនេះធ្លាប់ជាប្រទេសមួយដែលមានឈ្មោះថាព្រះរាជាណាចក្រប៉ាតានីឬក៏គេហៅថាជារាជាណាចក្រស៊ុលតង់ប៉ាតានីដែលជារាជាណាចក្រអ៊ីស្លាមមានវប្បធម៌និងសាសនាយ៉ាងជិតស្និទ្ធជាមួយនឹងបណ្ដារដ្ឋនានានៃពិភពម៉ាឡេលុះមកដល់ឆ្នាំ1909នៅពេលដែលចក្រភពអង់គ្លេសក្លាយជាម្ចាស់ដែនដីនៃអាណានិគមម៉ាឡាយូឬម៉ាឡេស៊ីនៅពេលបច្ចុប្បន្ននេះស្របពេលដែលប៉ាតានីកំពុងតែធ្លាក់ចុះឥទ្ធិពលខ្លួនសន្ធិសញ្ញាអង់គ្លេសសៀមដែលកើតឡើងនៅឆ្នាំដដែលនោះត្រូវបានកំណត់ដោយបង្ខំឲ្យរាជាណាចក្រស៊ុលតង់ប៉ាតានីនេះកាត់ចូលជាផ្នែកមួយរបស់នគរសៀមដែលរដ្ឋចំណោះចំណូលថ្មីមួយនេះក៏ពុះបំបែកឲ្យលាតសន្ធឹងលើទឹកដីនៃខេត្តយ៉ាឡាខេត្តនរាធិវត្តន៍ខេត្តប៉ាតានីនិងមួយផ្នែកទៀតនៃខេត្តសុងខ្លានៅពេលបច្ចុប្បន្នជាមរតកដ៏ឈឺចាប់ដែលបន្សល់មកពីសម័យអាណានិគមដោយចាប់តាំងតែពីពេលនោះមកថៃបានធ្វើទុកបុកម្នេញដល់បណ្ដាប្រជាជននៅផ្នែកខាងត្បូងនេះណាស់បិទរដ្ឋអំណាចទីក្រុងបាងកកបានព្យាយាមធ្វើយ៉ាងណាបំបត្តិឲ្យទាល់តែអស់នៅឥទ្ធិពលសាសនាអ៊ីស្លាមដែលសូម្បីតែការប្រើភាសាម៉ាឡេក៏ត្រូវបានហាមប្រាមមិនឲ្យរៀនហើយបញ្ចូលជំនួសវិញនៅភាសាថៃនិងវប្បធម៌ថៃដែលជាសង្គមកាន់ព្រះពុទ្ធសាសនានិងគោរពរបបប្រជានិយមផ្ទុយគ្នាស្រឡះពីផ្នែកកំណត់ដើមនៃប្រជាជនប៉ាតានីស្ទើរតែទាំងស្រុងទីណាមានការគៀបសង្កត់ទីនោះប្រកាសជាមានការរើបំរាស់ជាការឆ្លើយតបនឹងការគៀបសង្កត់និងបង្ខិតបង្ខំគ្មានឈប់ឈរបែបនេះនៅឆ្នាំ1963កម្លាំងជាតិនិយមរើបំរាស់បះបោចង់បំបែករដ្ឋមួយក៏បានកើតឡើងដែលមានឈ្មោះថា Barisan Revolusi
National ឬហៅកាត់ថា BRN ដោយមានគោលដៅតែម្យ៉ាងគត់គឺធ្វើយ៉ាងណាឲ្យខេត្តភាគខាងត្បូងទាំង4នេះក្លាយជារដ្ឋឯករាជ្យមួយឬយ៉ាងហោចណាស់ក៏ក្លាយជាដែនដីស្វ័យយ័តមួយដែលមិនចំណុះក្រោមប្រព័ន្ធនយោបាយនៅទីក្រុងបាងកកឡើយទោះជាយ៉ាងណាក៏គេទៅរងចាំដល់ឆ្នាំ2004ទើបភាពចលាចលនៅដែនដីភាគខាងត្បូងនោះមានកម្រិតកាន់តែធ្ងន់ធ្ងរទៅរហូតកើតជាការផ្ទុះអាវុធទ្រង់ទ្រាយធំដល់ថ្នាក់រដ្ឋបាលកណ្ដាលនៅទីក្រុងបាងកកប្រកាសប្រាជ្ញបញ្ញាសឹកពង្រាយទាហានរាប់ម៉ឺននាក់ទៅកាន់ទីនោះហើយចាប់ជនសង្ស័យដែលគ្មានការចោទប្រកាន់ជាមុនឡើយព្រឹត្តិការណ៍នោះបាននាំឲ្យមនុស្សជាង 7000 នាក់បានបាត់បង់ជីវិតនិងមនុស្សរាប់ពាន់នាក់បានរងរបួសត្រូវបានជម្លៀសចេញនិងរងការបំផ្លិចបំផ្លាញហើយមកទល់សប្តាហ៍ថ្ងៃនេះភាពចលាចលនោះក៏មិនបញ្ចប់រហូតច្រកចេញបាននៅឡើយដែរភាពចលាចលនៅភាគខាងត្បូងនេះគេក៏មិនអាចបន្ទោសដល់បណ្ដាក្រុមធ្វើការបះបោរនោះទាំងស្រុងដែរត្បិតរដ្ឋាភិបាលថៃមិនសូវយកចិត្តទុកដាក់អភិវឌ្ឍតំបន់នោះទាល់តែសោះទោះបីជាទីនេះនៅក្បែរព្រំដែនពាណិជ្ជកម្មជាមួយនឹងម៉ាឡេស៊ីនិងនៅក្បែរមាត់សមុទ្រយ៉ាងណាក្តីក៏បណ្ដាខេត្តនៅតាមភូមិភាគនេះគឺជាតំបន់ដ៏ក្រីក្របំផុតមួយរបស់ប្រទេសថៃអត្រាភាពគ្មានការងារធ្វើមានកម្រិតខ្ពស់គ្មានមុខមាត់អ្វីក្នុងឆាកនយោបាយជាតិនិងមានសេដ្ឋកិច្ចស្របចូលគ្នាមិនដល់សូម្បីតែ 1% ផងនៃ GDP របស់ប្រទេសថៃមួយទាំងមូលហើយរដ្ឋាភិបាលថៃក៏នៅតែបិទបាំងវិបត្តិនេះយ៉ាងស្ងាត់ស្ងៀមជាទីបំផុតទោះបីជាធាតុពិតផ្នែកខាងចុងបំផុតនៃប្រទេសនេះស្ទើរតែប្រតិពីទៅហើយយ៉ាងណាក្តីដោយមានទីតាំងនៅក្បែរប្រទេសម៉ាឡេស៊ីព្រមទាំងមានវប្បធម៌និងសាសនាអ៊ីស្លាមតែមួយទៀតនោះនិងទោះបីជាម៉ាឡេស៊ីមិនដែលចេញមុខគាំទ្រដោយចំហចំពោះក្រុមបំបីខ្លួននេះក៏ដោយក៏គេនៅតែមិនអាចជឿថាម៉ាឡេស៊ីពិតជាមិនពាក់ព័ន្ធនឹងចលនាបះបោរនេះតតែសោះគេនៅតែជឿថាមានមេក្រុមចលនាបះបោរបន្តិចអ្នកឡើយដែលកំពុងតែរស់នៅក្នុងប្រទេសម៉ាឡេស៊ីហើយគ្រឿងសព្វាវុធនិងថវិកាគឺសុទ្ធតែទទួលបានការទំនុកបម្រុងពីប្រទេសមួយនេះយើងតែសង្កេតឃើញថានៅរាល់ពេលមានព្រឹត្តិការណ៍ក្តៅម្ដងម៉ាឡេស៊ីតែងតែដើរតួជាអ្នកផ្សះផ្សាបាតុភិបរវាងក្រុមចលនាបះបោរនិងរដ្ឋាភិបាលថៃប៉ុន្តែរាជការថៃមិនអាចទុកចិត្តម៉ាឡេស៊ី 100% នោះទេថាម៉ាឡេស៊ីពិតជាមានសន្តិចិត្តល្អបរិសុទ្ធចង់ផ្សះផ្សាចំនួនមួយនេះទោះបីជារដ្ឋឥស្លាមមួយនេះតែងតែប្រើមូលហេតុដើម្បីរក្សាសន្តិសុខក្នុងតំបន់នៅក្បែរព្រំដែនខ្លួនយ៉ាងណាក្តី By cutting a canal across the Isthmus of Kra. By that means, Japan would be 2 days nearer to India. ប្រជីក្រាដែលជាមហាគម្រោងនៃក្តីទន្ទឹងរង់ចាំអស់រយៈពេលជាង300ឆ្នាំរបស់ប្រជាជនថៃតាមគម្រោងប្រជីកនេះនឹងជីកកាត់ផ្នែកភាគខាងត្បូងរបស់ប្រទេសថៃព្រមទាំងភ្ជាប់គ្នារវាងសមុទ្រអាដាម៉ាន់ទៅឈូងសមុទ្រថៃហើយភូមិសាស្ត្រប្រជីកនេះប្រកាសនឹងក្លាយជាព្រំដែនសិប្បនិម្មិតដែលបង្កើតឡើងសម្រាប់បែងចែកប្រទេសថៃជាពីរអ្នកវិភាគភាគច្រើនបានប្រមានចំថាទោះបីជាប្រជីក្រាមានសក្តានុពលផ្នែកសេដ្ឋកិច្ចយ៉ាងខ្លាំងក្លារហូតឲ្យសហបរិយព្រួយបារម្ភយ៉ាងណាក៏ដោយតែប្រសិនបើប្រជីកនេះហ៊ានតែសាងសង់ឡើងវានឹងធ្វើឲ្យកាន់តែមានភាពស៊ីជម្រៅនៃការបែងចែកជាតិសាសន៍និងភូមិសាស្ត្ររវាងផ្នែកខាងត្បូងនិងផ្នែកដទៃទៀតនៃប្រទេសដែលជាការហុចដៃសម្រាប់សន្ទុះនៃចលនាបំបីរដ្ឋឬក៏គេអាចហៅប្រជីក្រានេះគឺជាបណ្ដាសាដែលថៃនឹងជីកឡើងសម្រាប់ទៅធ្វើអត្តឃាតបូរណភាពទឹកដីខ្លួនតែប៉ុណ្ណឹងខណៈពេលដែលចលនាបែកខ្លួនកំពុងតែស្ទុះឡើងកម្លាំងពីមួយថ្ងៃទៅមួយថ្ងៃប៉ុន្តែតាមការប្រមាណមើលទៅចលនានេះប្រហែលជាមិនអាចទទួលបានជោគជ័យក្នុងពេលដ៏ខ្លីឬមធ្យមណានោះឡើយប៉ុន្តែយ៉ាងហោចណាស់វិបត្តិនេះនឹងអាចធ្វើឲ្យដែនដីភាគខាងត្បូងរបស់ប្រទេសថៃនឹងអាចក្លាយជាតំបន់ស្វ័យយ័តដែលមិនស្ថិតក្រោមប្រព័ន្ធនៃការដឹកនាំរបស់រដ្ឋបាលកណ្ដាលនៅទីក្រុងបាងកកឡើយដែលជាគំរូតាមដែនដីហុងកុងឬម៉ាកាវរបស់ប្រទេសចិនឬក៏កាន់តែស៊ីជម្រៅជាងនេះទីនេះនឹងអាចមានការធ្វើប្រជាមតិទូទាំងតំបន់ដើម្បីស្វែងរកឯករាជ្យផ្ទាល់ខ្លួននៅក្នុងសេណារីយ៉ូដែលអាក្រក់បំផុតប្រសិនបើការបំបីរដ្ឋនៅផ្នែកខាងត្បូងនេះពិតជាទទួលបានជោគជ័យប្រកបតាមកម្លាំងតស៊ូមែនថៃអាចនឹងជួបទ្វេគ្រោះបិទឥទ្ធិពលដូមីណូនៃការបំបីរដ្ឋក៏អាចនឹងកើតឡើងមានទៀតនៅតំបន់អេសានប្រទេសត្បិតទីនោះក៏កំពុងតែទាមទារចង់បំបែកប្រទេសផងដែរ